បានមានបងប្អូនមួយចំនួនក៏សួរខ្ញុំថានៅពេលដែលដើរព្រៃដើរភ្នំអញ្ចឹងអត់មានខ្លាចអាសត្វល្អិតសត្វអាសេរពឹសបើនិយាយចំថាខ្លាចពស់បាទបើនិយាយទៅការពិតមិនមែនអត់ខ្លាចទេសត្វអស់ហ្នឹងចេះតែញើដែរប៉ុន្តែការដើរព្រៃកុំឲ្យមានចិត្តប្រមាទចិត្តយើងសូមកុំប្រមាទជាពិសេសយើងផ្សាយមេត្តាធម៌មុននឹងយើងចូលព្រៃយើងផ្សាយមេត្តាទៅរាល់ចំណែកបុណ្យដែលយើងបានសាងសូមឧទ្ទិសកុសលផលបុណ្យទាំងអស់ហ្នឹងជូនដល់ស្ដេចនាគកំភ័ន្តគន់ធប់ក្រណកណអីទាំងឡាយទេវតាទាំងឡាយរុក្ខទេវតាកាសទេវតាអញ្ចឹងទៅគ្រប់ព្រះអង្គម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាម្ចាស់ភ្នំនិគមជនបទអីចឹងយើងផ្សាយមេត្តាជូនអស់លោកទាំងអស់គ្នាអញ្ចឹងទៅឲ្យអស់លោកបានសាទរអនុមោទនានៅកុសលផលបុណ្យរបស់យើងអញ្ចឹងទៅអញ្ចឹងការដើរព្រៃយើងមានចិត្តមិនប្រមាទឲ្យសត្វល្មូនសត្វមានជើងសត្វអត់ជើងសត្វជើងតិចសត្វជើងច្រើនសត្វមានស្លាបអត់ស្លាបអីយើងផ្សាយមេត្តាឲ្យអស់ជូនដល់សពសត្វទាំងឡាយហ្នឹងឲ្យបានសុខមានទុក្ខអញ្ចឹងគេអត់បៀតបៀនយើងទេមិនបាច់ទៅប្រើបល័យគាថាចងមាត់សត្វចងអីក្នុងតបកម្មអីមិនបាច់ទេព្រោះថាការសូត្រអាគមគាថាចងមាត់សត្វតែបើនិយាយខ្ញុំអត់បានរៀនទេខ្ញុំអត់ចេះទេរឿងអស់ហ្នឹងរឿងចងមាត់សត្វអីហ្នឹងវាបាបកម្មខ្លាំងណាស់បើតែយើងដើរដល់ណាវាចងដល់ហ្នឹងយើងចុចមេជើងជន់កន្លែងណាទឹកដីតំបន់ហ្នឹងគឺយើងចងទាំងអស់ហើយចុះបើភ្លេចស្រាយពេលខ្លះទៅគ្រាន់តែចុះពីព្រៃមកវិញមេឃភ្លៀងឬចុះពីព្រៃមកវិញយើងបញ្ញាបញ្ញាទៅភ្លេចស្រាយទៅសត្វទាំងអស់ហ្នឹងមិនដាច់ពោះស្លាប់អស់បាបកម្មជាមួយសត្វនឹងទៀតអញ្ចឹងកុំរឿងការចងការព្យាបាទសត្វអីហ្នឹងមិនបាច់ទេរៀនព្យាបាលវិញល្អជាងរៀនព្យាបាលថាម៉េចឱសថបុរាណថ្នាំហ្នឹងព្យាបាលយើងទៅរៀនព្យាបាលទៅរៀនចងទៅរៀនអីសន្សំកម្មទៅអីអាហ្នឹងចំពោះការដើរព្រៃឲ្យតែចិត្តយើងមានមេត្តាអំណាចនៃភាពមេត្តាអំណាចនៃបុណ្យកុសលរបស់យើងហ្នឹងគឺឃុំក្រងការពារយើងបានណាអញ្ចឹងការដើរព្រៃនឹងបានសុខបាទនឹងបានសុខព្រោះយើងផ្ដល់សេចក្តីសុខឲ្យគេសូមឲ្យសពសត្វទាំងឡាយបានសុខក៏មានទុក្ខបាទមកសាកថ្មជីវិតនៅក្នុងព្រៃនៃតំបន់ភ្នំស្រង់ហើយអត់ចោលទេនំប៉័ងបាក់យ៉ុងវែងល្អតែគាត់ហូបបាយនេះជួរភ្នំស្រង់ក្បែរវត្តលោកតាអណ្ដាតខ្មៅបាទវត្តលោកតាអណ្ដាតខ្មៅលោកឪល្បីដែរតាអណ្ដាតខ្មៅខាងមុនវិជាសិលសាស្ត្រអាគមគាថាបុរាណហើយទឹកដីភ្នំស្រង់ជួរភ្នំវែងល្អព្រៃស្ងាត់ចងំឬសូរដែលសំឡេងសត្វនៅតំបន់អញ្ចឹងសុខភាពល្អបាទខ្យល់អាកាសបរិសុទ្ធហើយទើបតែធ្លាក់ភ្លៀងយកមិញមួយមេទៅរៀងត្រជាក់មែនទេសើមទឹកសើមដីនេះសើមដី